បាទជំរាបសួរអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមានធីបខ្លីមួយតាក់ទងជាមួយនឹងការប្រើប្រាស់ Excel បាទអញ្ចឹងតាក់ទងជាមួយនឹងវីដេអូថ្ងៃនេះខ្ញុំធ្វើការបំលែងតាក់ទងជាមួយនឹងថ្ងៃខែទៅជាថ្ងៃខែភាសាខ្មែរអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងដោយអ្វីដែលគ្នាបានឃើញហើយតាក់ទងជាមួយនឹងផ្ទាំង worksheet របស់ខ្ញុំអញ្ចឹងខ្ញុំមានតារាងទិន្នន័យដោយអ្វីដែលបានបង្ហាញអញ្ចឹងនៅក្នុងតារាងទិន្នន័យរបស់ខ្ញុំមាន3 column បាទអញ្ចឹងទាំង3 column មានដូចជា column ទី1ពាក់ព័ន្ធជាមួយនឹងលេខរៀង column ទី2គឺប្រភេទការងារហើយនិង column ទី3តាក់ទងជាមួយនឹងថ្ងៃខែឆ្នាំអញ្ចឹងដូចតារាងទិន្នន័យដែលបានលើកយកមកបង្ហាញនេះអានេះតាក់ទងជាមួយនឹងគំរូតាក់ទងជាមួយនឹងការងាររបស់អ្នកទាំងអស់គ្នាថាត្រូវនឹងធ្វើនៅពេលណាឬក៏ធ្វើនៅក្នុងថ្ងៃណាប៉ុន្តែតាក់ទងជាមួយនឹងថ្ងៃខែខ្ញុំសូមនឹងធ្វើការបំលែងទៅជាថ្ងៃខែជាភាសាខ្មែរអញ្ចឹងយើងធ្វើការបំលែងថ្ងៃខែទៅជាភាសាខ្មែរទាំងអស់គ្នាបាទអញ្ចឹងខ្ញុំធ្វើការ select ទៅលើ column របស់ខ្ញុំចាប់ពី D2 រហូតដល់ D6 អញ្ចឹងនៅពេលដែលអ្នកធ្វើការ select រួចហើយអ្នកធ្វើការចុចទៅលើពាក្យថា home tab បន្ទាប់មកអ្នកធ្វើការរកពាក្យមួយដែលមានឈ្មោះថា number format អញ្ចឹងនៅពេលដែលអ្នកធ្វើការស្វែងរកពាក្យ number format ឃើញហើយអ្នកធ្វើការ click ទៅលើវាទៅបាទអញ្ចឹងនៅពេលដែលអ្នកធ្វើការ click វានឹងបង្ហាញផ្ទាំងថ្មីមួយទៀតបាទអញ្ចឹងនៅពេលនោះអ្នកប្រកាសជាឃើញប្រភេទ format ជាច្រើនអញ្ចឹងអ្នកធ្វើការជ្រើសរើសពាក្យថា custom format អញ្ចឹងអ្នកប្រកាសជាឃើញផ្ទាំងនៅខាងស្ដាំមួយអញ្ចឹងអ្នកធ្វើការលុបពាក្យ general នឹងចេញទៅអញ្ចឹងអ្នកធ្វើការវាយតាមខ្ញុំមកអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញនៅលើ script computer របស់ខ្ញុំបាទអញ្ចឹងនៅពេលដែលអ្នកធ្វើការវាយតាមខ្ញុំរួចហើយអ្នកធ្វើការចុចពី OK មកបាទអញ្ចឹងដោយអ្វីដែលអ្នកទាំងអស់គ្នាបានឃើញហើយមានន័យថាថ្ងៃខែរបស់យើងនឹងធ្វើការបំលែងទៅជាថ្ងៃខែជាភាសាខ្មែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ